ស្ដីអ្នកដែលកំពុងតែតាមដានទស្សនាវីដេអូនេះផងដែរខ្ញុំកំពុងនៅវាលស្រែហើយមូលហេតុដែលខ្ញុំចូលចិត្តធ្វើវីដេអូតាក់ទងទៅនឹងទេសភាពបែបវាលស្រែឬក៏បែបធម្មជាតិព្រោះដោយសារតែខ្ញុំចូលចិត្តបរិបទបែបហ្នឹងហើយណាមួយខ្យល់ធម្មជាតិក៏ដូចជាបរិយាកាសនិងអារម្មណ៍គឺវាខុសប្លែកឥឡូវខ្ញុំធ្វើការប្រៀបធៀបថាអារម្មណ៍ដែលយើងនៅទីក្រុងហើយនឹងនៅស្រែអារម្មណ៍វាខុសគ្នាហើយតើតទៅនឹងបទពិសោធន៍ដែលយើងទទួលបានគឺវាអត់ដូចគ្នាទេឥឡូវខ្ញុំធ្វើការប្រៀបធៀបថាអារម្មណ៍មួយដែលយើងនៅទីប្រជុំជនដូចជាក្រុងដែរអារម្មណ៍មួយដែលយើងនៅក្នុងជនបទវាផ្សេងគ្នាវាតកតងបើយើងនៅជនបទភាគច្រើនខ្យល់បរិយាកាសក៏ដូចជាសម្រស់ធម្មជាតិបែបនេះគឺយើងបានឃើញរាល់ថ្ងៃតែបើយើងនៅទីក្រុងភាគច្រើនអ្វីដែលយើងឮគឺតកតងទៅនឹងសម្លេងរំខានប៉ុន្តែចំពោះខ្ញុំតកតងទៅនឹងការនៅកន្លែងណាទីណាក៏ដោយក៏វាអត់អាចបាត់បង់ទម្លាប់មួយដែលយើងចង់មានពេលវេលាអញ្ចឹងពេលវេលាដែលយើងអង្គុយជាមួយនឹងខ្លួនឯងតែទៅនឹងទេសភាពវាស្រែអញ្ចឹងគ្រាន់តែវីដេអូមួយនេះគឺលះបង់ច្រើនតែអ្នកដាច់ស្បែកជើងមួយហើយប្រធានបទដែលខ្ញុំចង់ចែករំលែកថ្ងៃនេះគឺវាតកតងទៅនឹងស្រាប់យើងជានិស្សិតយើងតែងតែអ្នកខ្លះគាត់ធ្វើការផងរៀនផងប៉ុន្តែសម្រាប់អ្នកដែលគាត់មានជីវភាពរៀងគ្រាន់ហើយអាហ្នឹងគឺគាត់ផ្ដោតទៅលើតែការរៀនដែរប៉ុន្តែចំពោះពេលខ្លះយើងជាអ្នកខ្សត់អ្នកខ្សោយយើងអត់សូវមានអីអញ្ចឹងយើងត្រូវការធ្វើការបដៅយើងរៀនបដៅអាហ្នឹងវាគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំក៏ដូចជាអ្វីដែលខ្ញុំចង់ចែករំលែកថាបើទោះបីជាយើងរៀនបដៅធ្វើការបដៅក៏ដោយក៏យើងគួរតែទទួលស្គាល់នៅចំណុចខ្លះដូចជាតកតងទៅនឹងលទ្ធផលនៅក្នុងការសិក្សាព្រោះយើងដឹងស្រាប់ហើយថារវាងអ្នកដែលរៀនសិតនិងអ្នកដែលរៀនផងធ្វើការផងអានឹងលទ្ធផលវាអត់អាចដូចគ្នាបានទាំងអស់ទេឥឡូវខ្ញុំឧទាហរណ៍ថាបើសិនជាលទ្ធផលអ្នកដែលគេផ្ដោតទៅលើការរៀនអញ្ចឹងគាត់បិទធ្វើការទេហើយលទ្ធផលរបស់គាត់គឺវាអាចថានឹងល្អប្រសើរជាងអ្នកដែលគាត់ធ្វើការផងរៀនផងប៉ុន្តែចំណុចពិសេសមួយរបស់អ្នកដែលធ្វើការផងរៀនផងហ្នឹងគឺថានៅពេលដែលគាត់ចាប់ផ្ដើមរៀនផងធ្វើការផងសម្រាប់ខ្ញុំអ្វីដែលខ្ញុំមើលឃើញគឺវាតកតងទៅនឹងឱកាសហ្នឹងវាអាចមកពីអ្នកដែលស្គាល់គ្នាអាចមកតាមរយៈគ្រូបង្រៀនឬក៏ឱកាសហ្នឹងវាកាត់ឡើងតាមរយៈមិត្តភ័ក្តិមិត្តរួមថ្នាក់អីចឹងទៅអ្វីដែលខ្ញុំចង់ផ្ដោតលើហ្នឹងគឺវាតកតងទៅនឹងឱកាសធម្មតាអ្នកដែលធ្វើការផងរៀនផងអ្វីដែលគាត់ទទួលបាននោះគឺឱកាសច្រើនជាងអ្នកដែលផ្ដោតទៅលើតែការរៀនសុទ្ធឱកាសហ្នឹងនៅពេលដែលគាត់កំឡុងពេលដែលគាត់ធ្វើការគាត់រៀនហ្នឹងគាត់អាចនឹងមានឱកាសនៅក្នុងការស្គាល់មនុស្សថ្មីក៏ដូចជាមានឱកាសនៅក្នុងការចូលរួមទៅលើអ្វីជាកម្មវិធីផ្សេងហើយតើតទៅនឹងមនុស្សថ្មីក៏គាត់អាចទទួលបានឱកាសនៅក្នុងការស្គាល់ក្នុងការរាប់អានបង្កើតវិជ្ជាចំណងមិត្តភាពនឹងដែរតែចំពោះអ្នកដែលគាត់បដោតទៅលើការរៀនអានឹងអាចតែគាត់អត់សូវជាស្គាល់មនុស្សច្រើនទេព្រោះដោយសារតែគាត់ចង់ focus ទៅលើការរៀនដើម្បីឲ្យរៀនចប់ហើយចាំចេញធ្វើការតែម្ដងប៉ុន្តែសម្រាប់អ្នកដែលរៀនសត្វខ្សោយអីដូចពេលខ្លះយើងមកពីស្រុកស្រែយើងត្រូវការធ្វើការរលុយបដៅរៀនបដៅផងដើម្បីឲ្យគោលបំណងរបស់យើងនឹងវាសម្រេចព្រោះយើងត្រូវការលុយកាក់ដើម្បីចាយវាខ្លួនឯងក៏ដូចជាជួយទៅកាន់គ្រួសារដែរតែបើតកតងនឹងលទ្ធផលក៏វាអត់ដូចគ្នាដែរមិនបានខ្ញុំថាអត់ដូចព្រោះដោយសារតែធម្មតាបើសិនជារវាងសិស្ស2នាក់ម្នាក់ដែលគាត់ផ្ដោតទៅលើតែការរៀនសិទ្ធអញ្ចឹងលទ្ធផលរបស់គាត់គឺវាល្អប្រសើរតាមនឹងទៅតាមអ្វីដែលគាត់ប្រឹងប្រែងសិក្សារៀនសូត្រប៉ុន្តែចំពោះអ្នកដែលរៀនផងធ្វើការផងខ្ញុំជឿថាលទ្ធផលពេលខ្លះវាអត់សូវជាគប់ប្រសើរប្រហែលទេប៉ុន្តែយើងញញឹមទទួលយកគាត់ហ្នឹងវាជាការពិតបើស្រាប់ខ្ញុំមិនដែរទៅ compare ខ្លួនឯងអីទេលទ្ធផលដែលបានមកប៉ុណ្ណា
có từ tôi vô đại phụ ảnh nắng vì thòm áo bây dương trong ơi quay để dương vừa nắng vì lo bờ sai khang pe đòi mình tranh việc cả bằng bằng chỉ gì mà dương anh nắng mình cần hai vì ở lo này cái chú buộc quay để dương ai từ tôi vô bán nó cứ tệ tôn từ nâng ca từ tôi vô ca bật mà này thảm bờ sân gì dương thơ cá hay dương riêng phong ảnh nâng là phong và dân cư từ tam nâng này mà tay bờ sân gì để đẹp đầu từ lời càng dễ xuất ảnh nâng con ai miền là phò lò sai chứ có miền tịch showroom of Osato chụp bộ quạt này chứ hay ở bên thêm là bọn ngắn ấy cứ ở miền ấy ra đây là ở đây có phần đang anh còn hà ở đây để nhung trong chạy đấy nó cứ phía phok này rồi viên sao nóไปได้กดมันเนี่ยrồi viênมันเนี่ยได้กดbắt đầu từ lời cà riết hay nâng mình lại tiết bắt đầu từ lời cà phơi cà phóng hay nâng riêng hòn nâng ghi trên pi bật bị sọt bật vào nhóm hay vậy để nhom trong chạy đây có đôi chi cà chạy đấy nó cứ thà dương phương ban của bên là ấy dương lò dương miền tây bờ to đầm nào từ một tiệt đừng bye bye không để chụp nên ở video cày